រឿងអ្នកតាជំទាវម៉ៅនៅក្នុងសង្កាត់ចក្រីទីងខេត្តកំពតប្របនឹងមាត់ផ្លូវថ្នល់ជាតិលេខ3នៅត្រង់របត់ភ្នំទ្វារដែលជាផ្លូវចូលទៅក្នុងកំពតមានអ្នកតាមួយឈ្មោះអ្នកតាជំទាវម៉ៅកាលពីជំនាន់ដើមអ្នកតានេះមានត្រឹមតែខ្ទមតូចធ្វើដោយឈើប្រក់ក្បឿងក្នុងខ្ទមនោះមានរូបសំណាកដោយដុំថ្មសុទ្ធសាធលុះមកដល់ឆ្នាំ1966មានជនជាតិចិនម្នាក់មិនស្គាល់ឈ្មោះបានមកធ្វើផ្ទះថ្មប្រក់ស័ង្កសីយ៉ាងស្អាតថ្វាយអ្នកតានោះប៉ុន្តែមិនទាន់ហើយស្រេចនៅឡើយទេផ្ទះនេះមានទំហំប្រមាណ3ម៉ែត្រ4ជ្រុងស្មើហើយគេធ្វើចុះទៅខាងក្រោមក្រោយខ្ទមចាស់បន្តិចហេតុដែលបានជាចិននោះមកធ្វើខ្ទមថ្មថ្វាយដូច្នេះព្រោះគេបានបន់អ្នកតាជំទាវម៉ៅនេះថាសុំឲ្យត្រូវឆ្នោតលុះបន់រួចគេបានត្រូវឆ្នោតដូចប្រាថ្នាមែនអំពីឥទ្ធិពលអ្នកតាជំទាវម៉ៅនេះមានឥទ្ធិពលលើអ្នកស្រុកភូមិណាស់កាលពីរវាងឆ្នាំ1866រៀងមករហូតមកដល់ឆ្នាំ1944អ្នកតានេះសាហាវណាស់ហើយរិទ្ធបន្តឹងខ្លាំងណាស់ផងគឺថាបើមនុស្សទាំងឡាយណាដើរទៅមកតាមផ្លូវទ្វារកំពតនោះហើយមិនបានបែរបន់សុំសេចក្តីសុខសប្បាយទេឬមិនបានថ្វាយនេះថ្វាយនោះទេឬប្រព្រឹត្តចោរកម្មផ្សេងនោះនឹងត្រូវអ្នកតានេះតាមធ្វើឲ្យឈឺរង្គំរង្គៀលបើរកមុខអ្នកធ្វើមិនឃើញអ្នកនោះឯងនឹងត្រូវបាត់បង់ជីវិតជាមិនខានប៉ុន្តែបើដឹងថាខុសនឹងអ្នកតាហើយបានទៅបែរបន់លន់តួសុំទោសនឹងត្រូវបានជាវិញក៏មានហើយបើកំហុសនោះធ្ងន់ពេកមានកាលក៏មិនបានជាវិញក៏មានដែរម្យ៉ាងទៀតបើអ្នកណាម្នាក់មានគំនុំនឹងអ្នកណាម្នាក់ទៀតដោយមានការទាស់ទែងខ្វែងគំនិតគ្នាពីពេលមុនមកហើយទៅជាបែរបន់ថាសូមឲ្យលោកអ្នកជំទាវម៉ៅជួយយកអាសាខ្ញុំផងសូមឲ្យទៅកាច់ឈ្មោះនេះឈ្មោះនោះឲ្យវាស្លាប់ទៅព្រោះវាជេរខ្ញុំវាយខ្ញុំឬលួចរបស់ទ្រព្យខ្ញុំជាដើមបើបានស្រេចហើយកាលណាខ្ញុំនឹងថ្វាយនេះថ្វាយនោះមានថ្វាយមន់ស្ងោជាដើមតែប៉ុណ្ណោះអ្នកតានោះក៏ទៅកាច់ធ្វើឲ្យគេឈឺរហូតដល់ស្លាប់ក៏មានដោយហេតុតែកាចសាហាវយ៉ាងនេះហើយទើបបារាំងសេះក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ1900ផ្លាយបានទៅបាញ់អ្នកតានោះតែម្ដងតាំងពីពេលនោះមកអ្នកតានេះក៏ថយអនុភាពបន្តិចប្រមាណជាក្នុងឆ្នាំ1940ជំនាន់ជប៉ុនចូលមកស្រុកយើងហើយកេណ្ឌប្រជាជនពលរដ្ឋចំណុះខេត្តកំពតឲ្យទៅជីកលេណដ្ឋាននៅត្រង់ថ្នល់បត់ភ្នំទ្វារកំពតនោះ
អ្នកតានេះខឹងនឹងមនុស្សទៅជិះជាន់ទៅបន្ទោបងឧចារៈដាក់ទីកន្លែងគេលុះដល់មនុស្សទាំងនោះត្រឡប់ទៅផ្ទះរៀងខ្លួនវិញអ្នកតានេះតាមទៅឲ្យឈឺស្លាប់អស់ជាច្រើនអ្នកខ្លះមានជំងឺឈឺតាំងពីកន្លែងកាប់ដីនោះមកអ្នកខ្លះបានមកដល់ផ្ទះទើបចាប់មានជំងឺក៏មានស្លាប់រង្គាលចោលប្រពន្ធឲ្យនៅមេម៉ាយកគោករហូតទាល់តែមាននាមថាមេម៉ាយជំនាន់ជប៉ុនកេនដល់មកដល់សប្តាហ៍ថ្ងៃនេះហើយក៏មេម៉ាយទាំងនោះមានសល់រស់នៅខ្លះមិនទាន់ស្លាប់អស់នៅឡើយដែរការឃើញជាក់ស្ដែងយ៉ាងនេះឯងហើយដែលជាហេតុធ្វើឲ្យអ្នកស្រុកទាំងខ្មែរចិនយួនចាមជ្វាបាក់បបខ្លោបខ្លាចឥតឧបមាម្នាក់ប្រសិនបើមានការត្រូវធ្វើដំណើរទៅចំកន្លែងនោះដោយខានមិនបានក៏ត្រូវប្រុងប្រយ័ត្នឲ្យមានវត្ថុកំដរដៃសម្រាប់ថ្វាយអ្នកតាជានិច្ចពុំដែលខានសោះឡើយអ្នកតាជំទាវម៉ៅនេះគេច្រើនបន់មួយឲ្យបានសេចក្តីសុខសប្បាយកុំឲ្យមានជំងឺទឹកដំកាត់ដល់មនុស្សក្នុងស្រុកភូមិ2បើអ្នកស្រុកភូមិមានបាត់ទ្រព្យរបស់អ្វីផ្សេងគេទៅបញ្ជាន់អ្នកតាឲ្យចូលរូបហើយសួររកទ្រព្យរបស់ដែលបាត់នោះឲ្យអ្នកតាប្រាប់ការបញ្ជាន់រូបនេះគ្មានលេងភ្លេងអ្វីទេគឺគ្រាន់តែអុជទៀនធូបហើយនិយាយអំពាវនាវហៅរកអ្នកតានោះក៏ចូលមកភ្លាមហើយនិយាយតគ្នាដូចរូបមេមត់3បើមានមនុស្សឈឺគេយករូបទៅបញ្ជាន់នៅឯផ្ទះអ្នកជំងឺក្នុងការបញ្ជាន់នេះមានភ្លេងខ្មែរបុរាណគឺទ្រខ្មែរប៉ីអចាប់ប៉ីស្គរដី2ក្នុងពេលដែលជំទាវម៉ៅចូលរូបស្នឹងក៏ស្ដោះផ្លុំបណ្ដេញខ្មោចព្រៃដែលបណ្ដាលមកពីឲ្យឈឺនោះនឹងឲ្យចំណីហៅថាបំពោបក្បាលជ្រូកចំពោះព្រាយអារក្សផ្សេងដែលមកធ្វើនោះក្នុងពេលបញ្ជាន់រូបនៅផ្ទះអ្នកជំងឺប្រសិនបើលោកជំទាវម៉ៅប្រកែកថាគេមិនបានធ្វើឲ្យអ្នកនេះឈឺទេនោះអ្នកផ្ទះអាចសួរទៅលោកជំទាវម៉ៅវិញថាតើខ្មោចណាដែលធ្វើនេះតើខ្មោចនោះត្រូវការសំណែនអ្វីជំទាវម៉ៅមានទិព្វចក្ខុអាចមើលឃើញទៅដឹងថាខ្មោចនេះខ្មោចនោះធ្វើគេក៏និយាយប្រាប់ទៅជើងព្រះភ្លាមតាមដែលគេដឹងជើងព្រះក៏និយាយសុំឲ្យលោកជំទាវម៉ៅជួយអង្វរករឬជំនុំជាមួយនឹងខ្មោចព្រៃនោះឲ្យជួយឲ្យបានសះស្បើយទៅលែងធ្វើតទៅទៀតបើជំទាវម៉ៅឆ្លើយប្រាប់មកថាមិនអីទេចាំគេនិយាយឲ្យនោះអ្នកជំងឺនោះក៏មានសង្ឃឹមតែបើគេប្រកែកថាគេមិនអាចនឹងនិយាយបានទេនោះអ្នកជំងឺក៏អស់សង្ឃឹមហើយក៏ខំសួរស្វះស្វែងរកគ្រូមើលជាថ្មីទៀតទៅឯត្រណិបរូបបញ្ជាន់មានក្បាលជ្រូក1ប្រាក់25រៀល
និងសំពត់សមួយអាវការដែលគេមើលជំងឺរបៀបនេះតាមខ្ញុំសង្កេតឃើញថាបានសមប្រកបជាច្រើនដែរពិធីប្រចាំឆ្នាំរៀងរាល់ឆ្នាំតែដល់ខែពិសាខថ្ងៃមិនកំណត់គេតែងតែធ្វើពិធីឡើងអ្នកតាជុំទាវម៉ៅនេះឲ្យរៀបរបៀបឡើងអ្នកតានេះគ្មានអ្វីច្រើនទេជិតដល់ពេលវេលាហើយគេគ្រាន់តែទៅបោសច្រាសសម្អាតទីកន្លែងនិងសម្អិតសម្អាងខ្ទមដូចជាប្រក់ដំបូលជាដើមលុះដល់ថ្ងៃកំណត់ឡើងអ្នកតាគេរកភ្លេងយកទៅលេងថ្វាយព្រមទាំងសំណែនមានក្បាលជ្រូកមួយមាន់ស្ងោរមួយស្លាធម៌ដូងមួយគូនិងបាយសី5ថ្នាក់មួយគូប៉ុណ្ណោះតាំងពីអ្នកតានេះកើតមកមានរូបសំណឹង3នាក់ហើយគឺ1រូបសំណឹងឈ្មោះយាយសៅប្រពន្ធតាកាពោរៀលថ្មក់ខ្នល់ឈ្មោះអ៊ុង2រូបសំណឹងប្រុសឈ្មោះតាស្នងឡុងត្រូវជាកូនយាយសៅនិងតាអ៊ុង3រូបសំណឹងស្រុកឈ្មោះឡុងម៉ៅត្រូវជាកូនតាស្នងឡុងរូបសំណឹងទាំង3នេះមានអាយុ52ឆ្នាំហើយពិធីឡើងអ្នកតាក្នុងសម័យរូបទី1ទី2គេនាំគ្នាទៅធ្វើនៅមុខតូបអ្នកតាឯរូបទី3មិនដែលទៅធ្វើដល់ខ្ទមអ្នកតាទេគេធ្វើនៅផ្ទះរបស់គេព្រោះតែគាត់មានធ្វើត្រួននៅផ្ទះគាត់ហៅអន្តងអ្នកតាមកតែម្ដងកិច្ចប្រារព្ធធ្វើពិធីរបៀបនេះឃើញនៅមានរៀងរាល់ឆ្នាំពុំដែលហ៊ានខានឯសំណែនមានខុសប្លែកពីរូបមុនខ្លះគឺសពថ្ងៃនេះគ្មានក្បាលជ្រូកនិងមាន់ស្ងោរទេស្លាធម៌បាយសីនិងភ្លេងភ្លាត់នៅមានដដែលប្រមាណជាក្នុងគ្រិស្តសករាជ1816កាលដែលផ្លូវជាតិលេខ3ភ្នំពេញកំពតមិនទាន់កើតមាននៅឡើយមានតែផ្លូវរទេះគោក្របីប៉ុណ្ណោះហើយត្រង់ទ្វារភ្នំនេះមានតែព្រៃជ្រៅស្រោងស្ទឹងស្ងាត់ជ្រងំប្រកបដោយសត្វព្រៃកាចសាហាវជាច្រើនមានដំរីជាដើមដោយហេតុនោះហើយទើបមិនសូវឃើញមានមនុស្សម្នាដើរទៅមកច្រើនកក្រឹកកក្រែងដូចសពថ្ងៃនេះទេប្រសិនបើមានមនុស្សហ៊ានដើរមកម្ដងគេតែងបានជួបប្រទះនឹងសត្វព្រៃជានិច្ចពុំដែលខានបើគប់ជូនជាជួបប្រទះហើយសត្វទាំងនោះតែងដេញហាក់ដូចជាចង់បំផ្លាញជីវិតអាសាបង់ប៉ុន្តែហាក់ដូចជាគ្រាន់តែដេញបន្លាចប៉ុណ្ណោះព្រោះមានមនុស្សភាគច្រើនដែលចេះតែរត់រួចពីមរណភ័យថ្ងៃមួយឈ្មោះតាក្រហមកប្រពន្ធឈ្មោះយាយម៉ៅបានធ្វើដំណើរកាត់ព្រៃជ្រៅនោះមានគ្នាប៉ុន្មាននាក់មិនប្រកាសក្នុងពេលនោះពួកអ្នកដំណើរនេះក៏លាបាយកញ្ចប់បរិភោគនៅក្បែរផ្លូវរទេះនាព្រៃភ្នំទ្វារកំពុងបរិភោគស្រាប់តែដំរីមួយធ្វងចេញមកដេញព្រិចពួកនេះនាំគ្នារត់ចូលព្រៃយកព្រះអាយុរៀងខ្លួនច
ចំណែកយាយម៉ៅគាត់រត់ទៅក៏ទៅជួបនឹងខ្លាធំមួយដេញទៀតទោះបីគាត់ខំស្រែកហៅឲ្យតាក្រហមកមកជួយយ៉ាងណាក៏ជាការឥតប្រយោជន៍ដែរម្ល៉េះហើយយាយម៉ៅក៏ត្រូវខ្លាខាំស្លាប់ទៅចំណែកឯតាក្រហមកវិញដោយគាត់ជាមនុស្សប្រុសស្មារតីរឹងជាងក៏បានរួចផុតពីសេចក្តីស្លាប់លុះចំណេរចេរកាលតមកអ្នកស្រុកភូមិជិតឆ្ងាយដែលត្រូវធ្វើដំណើរទៅមកកាត់កន្លែងនោះក៏ខ្លាចរអានឹងភាវរៈហេតុនេះណាស់ម្ល៉េះហើយនៅពេលធ្វើដំណើរម្ដងម្នាក់តែងតែបន់ស្រន់សូមឲ្យបានសេចក្តីសុខសប្បាយកុំឲ្យជួបប្រទះនឹងសត្វសាហាវអ្វីឡើយចាំថ្វាយក្បាលបាយឬថ្វាយនេះថ្វាយនោះតាមដែលខ្លួនមានកាលបើបានបន់ដូច្នេះរួចហើយការធ្វើដំណើរទៅដល់កន្លែងនោះតែងបានសុខសប្បាយដូចបំណងមែនពុំសូវដែលមានជួបប្រទះនឹងសត្វសាហាវណាមួយដូចពីដើមឡើយកាលបើដូច្នេះហើយគេក៏តែងតែថ្វាយបាយនំចំណីផ្សេងដែលគេមាននោះទៅមានអ្នកខ្លះគ្រាន់តែខ្លាចភ្លៀងទទឹកក៏បន់ថាសូមកុំឲ្យមានភ្លៀងបង្អុរចុះចាំខ្ញុំទៅដល់ផ្ទះភ្លៀងចុះខ្ញុំសូមថ្វាយឆាត់តាំងយូស្លឹកឈើលុះធ្វើដំណើរពេលនោះទៅមិនត្រូវភ្លៀងដូចបំណងមែនគេក៏ថ្វាយឆាត់តាំងយូត្រង់កន្លែងនោះទៅការបន់ហើយថ្វាយវត្ថុដូចបានរៀបរាប់មកនេះលុះយូរទៅដង្វាយក៏កើនច្រើនឡើងក៏ទៅជាស្អុយរលួយនៅសម័យនោះហើយដែលអានុភាពរបស់អ្នកតាកើតមានឡើងជាលំដាប់លំដោយដែរដំណាលគ្នានឹងនោះផ្លូវភ្នំពេញកំពតក៏ធ្វើហើយដែរតែពុំទាន់ក្រាលថ្មនៅឡើយទេតពីនោះមកអ្នកដំណើរទៅមកតាមផ្លូវនេះទាល់តែបានបែបបន់ទើបបានសេចក្តីសុខបើមិនបានបន់ទេមុខតែប្រទះនឹងសេចក្តីទុក្ខរហូតដល់ស្លាប់ក៏មានអាស្រ័យហេតុនេះទើបអ្នកដំណើរទាំងឡាយប្រយ័ត្នណាស់ចំពោះរឿងបែបន់និងវត្ថុដង្វាយជំនឿកាន់តែមានច្រើនឡើងលំដាប់អ្នកតាក៏មានប្រកាសឡើងតាមពាក្យមនុស្សអ្នកបន់នោះដែរក្នុងពេលនោះមានអ្នកតាម្នាក់ឈ្មោះអង្គធ្វើការជាកាប៉ូរ៉ាល់ខ្នល់ក៏ចាប់ធ្វើខ្ទមឲ្យមានប្រកាសឡើងហើយនិយាយបួងសួងសុំសុខសប្បាយនិងកុំឲ្យកាចពេកតពីនោះមកទៀតអ្នកតាដែលកើតពីមាត់មនុស្សនេះក៏តាំងបានចិត្តក្រអឺតបញ្ចេញអនុភាពកាចសាហាវឥតប្រណីអ្នកណាក៏ខ្លាចស្ញប់ស្ញែងគ្រប់គ្នាលុះផ្លូវភ្នំពេញកំពតបានក្រាលថ្មរួចតែពុំទាន់បានចាក់កស៊ូនៅឡើយមានរថយន្តរត់តាមផ្លូវនោះមួយប្រមាណជាក្នុងរវាងឆ្នាំ1876មិនប្រកាសអ្នកជិះមានខ្មែរចិនយួនជាដើមខ្លាចហើយក៏ចេះតែបែបបន់ព្រមទាំងថ្វាយវត្ថុផ្សេងជាច្រើនមានប្រាក់ជាដើមបើអ្នកណាមិនឈប់បាយថ្វាយទេមុខមានគ្រោះថ្នាក់ជាក់ជាមិនខាន
បណ្ដាដង្វាយទាំងនោះមិននិយាយទេអំពីវត្ថុផ្សេងនិយាយតែពីប្រាក់វិញឃើញថាមានចំនួនច្រើនណាស់ថ្ងៃមួយជនជាតិចិនជើងខិលម្នាក់មិនស្គាល់ឈ្មោះឃើញអ្នកតាមានប្រាក់ច្រើនក៏យកបៀទៅបបួលជំទាវម៉ៅលេងធ្វើឧបកិច្ចចិននេះនិយាយតែម្នាក់ឯងលេងតែម្នាក់ឯងលេងទៅមុនដំបូងអ្នកតាឈ្នះដល់យូរបន្តិចទៅចិនគេធ្វើខ្លួនគេមានសន្លឹកបៀ9គេក៏ឈ្នះអ្នកតាមិនយូរប៉ុន្មានអ្នកតាអស់លុយចិនគេយកទៅផ្ទះអស់ជំទាវម៉ៅខឹងណាស់តាមទៅកាច់ចិននោះស្លាប់ទៅលុះក្រោយមកមិនដឹងជាយ៉ាងម៉េចស្រាប់តែអ្នកជំទាវម៉ៅមកចូលរូបយាយសៅប្រពន្ធតាកាបបុរាលខ្នល់ឈ្មោះអង្គដែលគាត់ធ្វើខ្ទមនៅក្បែរកន្លែងអ្នកតានោះដែរត្រង់ទីដែលគេហៅថាដំណាក់ទូកលុះជំទាវម៉ៅចូលយាយនោះហើយក៏និយាយប្រាប់តាអ៊ុនថាយើងសពថ្ងៃនេះនៅធ្វើទ្វារតាស្គាល់យើងទេយើងឈ្មោះជំទាវម៉ៅតាអ៊ុងឆ្លើយថាខ្ញុំស្គាល់ហើយតើអស់លោកយើងមកមានការអ្វីចុះហេតុអ្វីបានជាមនុស្សម្នាឈឺរង្គំរង្គួលសន្ធឹកម្ល៉េះជំទាវម៉ៅឆ្លើយថានឹងហើយជាស្នាដៃយើងព្រោះអ្នកទាំងអស់គ្នានេះមិនស្គាល់យើងសោះប្រហើតដាក់យើងណាតាអ៊ុងក៏អង្វរថាខ្ញុំស្គាល់អស់លោកហើយសូមអស់លោកកុំប្រកែប្រកាន់ពេកព្រោះមនុស្សភាគច្រើនមិនទាន់ស្គាល់អស់លោកនៅឡើយទេដោយមើលអស់លោកមិនឃើញឥឡូវបានអស់លោកប្រាប់អញ្ចឹងគេដឹងស្គាល់អស់លោកហើយសូមឲ្យអស់លោកជួយថែរក្សាមនុស្សទាំងអស់ឲ្យបានសេចក្តីសុខសប្បាយផងហើយមនុស្សទាំងអស់គេនឹងខំថែរក្សាអស់លោកវិញដែរចាប់តាំងពីពេលនោះមកអ្នកជំទាវម៉ៅក៏ចូលរូបយាយសៅរៀងមកផុតពីយាយសៅក៏ចូលរូបតាស្នងឡុងជាកូនយាយសៅទៀតផុតពីតាស្នងឡុងមកចូលរូបឈ្មោះឡុងម៉ៅជាកូនតាស្នងឡុងសពថ្ងៃនេះចំណែកចម្រៀងសម្រាប់អ្នកតានេះមិនឮចាស់ដំណាលទេចំណែករូបអ្នកតាក៏គាត់ថាមិនដែលមានដែរលុះដល់មកប្រមាណជាក្នុងឆ្នាំ1944រហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកជំទាវម៉ៅក៏លែងកាចសាហាវដូចមុនទៀតទៅ